ដែលទើបតែនឹងចេញនៅថ្ងៃនេះគឺនាថ្ងៃទី25ខែមករាឆ្នាំ2026នេះលោកលុយដាវីតដែលជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំងបានបង្ហោះសារជាសំណេរនៅលើគេហទំព័រផ្លូវការរបស់លោកថាប្រទេសបារាំងបានត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់នៅឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិដែលយើងស្គាល់ថា ICJ តកតងទៅនឹងសារដែលលោកឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំងបង្ហោះនេះផងដែរលោកបណ្ឌិតគិនភាដែលជាអ្នកវិភាគឬក៏អ្នកជំនាញផ្នែកខាងវិទ្យាសាស្ត្រនយោបាយក៏បានបង្ហោះជាសំណេរនៅលើគេហទំព័រផ្លូវការរបស់លោកថាការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដោយផ្អែកទៅលើសន្ធិសញ្ញាកិច្ចព្រមព្រៀងនិងផែនទីដែលទទួលស្គាល់ជាអន្តរជាតិក្រោមយន្តការការទូតនិងច្បាប់អន្តរជាតិគឺជាជំរើសដ៏ល្អបំផុតមួយដើម្បីធានាបាននៅខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់សន្តិភាពស្ថិរភាពនិងមិត្តភាពគួរបញ្ជាក់ផងដែរថាប្រទេសបារាំងគឺជាប្រភពឯកសារនិងផែនទីផ្លូវច្បាប់ដ៏សំខាន់បំផុតដែលតាក់ទងទៅនឹងព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃព្រោះប្រទេសបារាំងក៏ធ្លាប់ជាម្ចាស់អាណានិគមលើប្រទេសកម្ពុជាជិតមួយសតវត្សផងដែរលោកបណ្ឌិតគិនភាលោកបានបន្តទៀតថាតែបញ្ហាស្មុគស្មាញនៅពេលនេះគឺមិនមែនជាបញ្ហាឯកសារនិងផែនទីដែលទទួលស្គាល់ជាអន្តរជាតិទេគឺភាពស្មោះត្រង់និងការបដិញ្ញាចិត្តរបស់ភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានពីព្រោះពួកគេនៅតែមានមហិច្ឆតាឈ្លានពានលើទឹកដីកម្ពុជាតទៅទៀតដោយកម្លាំងបាយនិងច្បាប់ព្រៃលោកបណ្ឌិតគិនភាពបានគូសបញ្ជាក់បន្ថែមថាដូច្នេះសម្រាប់កម្ពុជាក្រៅតែពីការប្រកាន់ភ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីដោយឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិកម្ពុជាត្រូវតែពង្រឹងសមត្ថភាពលើវិស័យការពារជាតិសេដ្ឋកិច្ចការទូតនិងព័ត៌មានឲ្យបានរឹងមាំទន្ទឹមនឹងនេះដែរការពង្រឹងសាមគ្គីនិងឯកភាពជាតិក្នុងស្មារតីភាពជាតិខ្មែរតែមួយទៀតការរឹសអើងការស្អប់ខ្ពើមនិងការកាប់សម្លាប់គ្នាដោយហេតុផលនិងមនោគមវិជ្ជានយោបាយត្រូវតែបញ្ចប់ពីសង្គមយើងឈាមខ្មែរយើងហូរច្រើនណាស់មកហើយទឹកដីខ្មែរបានរួមតូចណាស់ទៅហើយដែរបើយើងនៅតែឆ្លោះគ្នាខ្មែរនឹងរលាយបាត់ពីផែនទីពិភពលោកនៅថ្ងៃណាមួយជាមិនខានបាទនេះគឺជាការលើកឡើងរបស់លោកបណ្ឌិតគិនភាពដែលជាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយបាទគូបញ្ជាក់ផងដែរថាចាប់តាំងពីមានប៉ះទង្គិចគ្នាលើកទី1ហើយនិងលើកទី2ហើយលើកទី3នេះយើងសង្ឃឹមថានឹងមិនមានការប៉ះទង្គិចគ្នាទេដោយសារយើងអាចនិយាយបានថាធ្វើការទូតឲ្យបានច្រើនហើយនឹងយើងមានកិច្ចព្រមព្រៀងជាច្រើនផងដែរប៉ុន្តែអ្វីដែលពិសេសហ្នឹងគឺយើងគួរតែប្រយ័ត្នត្រូវតែប្រយ័ត្នឲ្យបានខ្ពស់តាក់ទងជាមួយនឹងល្បិចជាច្រើនបែបច្រើនយ៉ាងតាក់ទងជាមួយនឹងពើខុសខើឬការឈ្លានពានរបស់ចោរសៀមនេះបាទចឹងនេះជាសារព័ត៌មានមួយដែលចុះផ្សាយនៅថ្ងៃនេះតាក់ទងជាមួយនឹងបារាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដែលជាច្បាប់ដ៏សំខាន់មួយ
តកតូនជាមួយនឹងព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដើម្បីដោះស្រាយគ្នានៅឯតុលាការយុត្តិធម៌អន្តរជាតិដែលហៅកាត់ថា ICJ បាទចឹងសូមបញ្ជាក់ព័ត៌មានតែប៉ុណ្ណឹងបើសិនជាមានអីថ្មីខ្ញុំចែករំលែកបន្ថែមទៀត